សិក្សាអំពីរូបមន្ត round up round up គឺជារូបមន្តកំណត់លេខទស្សភាគបន្ថែមមួយលេខទៀតឧទាហរណ៍ 1.4 បាទអញ្ចឹងលទ្ធផលគឺ2បាទ 1.1 លទ្ធផលគឺ2ដែរបាទ 1.9 អញ្ចឹងលទ្ធផលក៏2ដែរមានន័យថាលេខទស្សភាគនេះទោះបីលេខ1ក៏ឡើងបាទលេខ2ក៏ឡើងលេខ9ក៏ឡើងគឺដំឡើងទាំងអស់ syntax round up បើវងកញ្ចក់ number comma មក number digit តោះអញ្ចឹងយើងមើលការអនុវត្តជាក់ស្ដែងនៅលើ Microsoft Excel យើងអញ្ចឹងគឺយើងបង្កើត sheet មួយឈ្មោះថា round up រួចយើងវាយទិន្នន័យប៉ុណ្ណឹងចូលមកបាទអញ្ចឹងទី1គឺយើងវាយស្មើ ROU អញ្ចឹងគ្រាន់តែវាយប៉ុណ្ណឹងមកយើងឃើញហើយពាក្យថា round up រួចយើង number នេះអញ្ចឹងយើងសេលេគ្ number នេះ comma មកឧទាហរណ៍ number digit យើងយក0រួច enter រួចយើងអូសមកអញ្ចឹងយើងមើលនេះ 1.4268 អញ្ចឹងគឺយើងទៅឡើងដល់ 2 2.58 ទៅឡើងដល់ 3 បាទ 3.666 ឡើងដល់ 4 ហើយនឹង 9.1 ឡើងដល់ 10 អញ្ចឹងគឺដំឡើងគ្រប់តែម្ដងតឧទាហរណ៍មួយទៀតស្មើ ROUND បាទអញ្ចឹងនេះ round up រួច select number comma មករួចយើងវាយលេខ2ចូលរួច enter មកអញ្ចឹងយើងមើលលេខទស្សភាគវា4ខ្ទង់អញ្ចឹងវាកាត់យកតែ2ខ្ទង់ទេ 1.42 ទៅឡើងដល់ 1.43 ដូចគ្នាដែរបាទ 2.583 អញ្ចឹងកាត់ចោលទុកតែ2ខ្ទង់ទេគឺ 0.59 តែម្ដងបាទ 3.666 អញ្ចឹងគឺយើងកាត់6ចុងក្រោយចោលគឺបាទ 3.67 ដូចគ្នាដែរ 9.11 អញ្ចឹងគឺឡើងដល់ 9.12 បាទអញ្ចឹងគឺយើងឧទាហរណ៍តែប៉ុណ្្នឹងឯង